សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកដឹងថាតើយើងជួយសង្គ្រោះបឋមមានកុមារដែលគាត់ទាស់នោមនៅផ្ទះយើងជួយយ៉ាងម៉េចផ្ដិចការទាស់នោមហ្នឹងគឺពិបាកមែនតើកាលខ្ញុំនៅក្មេងអាចង់នោមហើយគឺនោមអត់ចេញឆ្លងកាត់ហើយគឺអារម្មណ៍មួយហ្នឹងហើយតើវិធីសាស្ត្រជំនួយនៅផ្ទះបែបម៉េចជួយឲ្យគាត់ដើម្បីឲ្យនោមចេញមកវិញមាន3ចំណុចធំៗទី1គឺឲ្យគាត់ញ៉ាំរបស់ដែលសម្បូរជាតិទឹកឬក៏ផឹកទឹកសុទ្ធតែម្ដងឬផឹកទឹកដោះគោឲ្យបានច្រើនហើយទី2គឺស្អំទឹកក្តៅឧណ្ហៗមានន័យថាយកកន្សែងទៅជ្រលក់ទឹកក្តៅហើយទុកឲ្យវានៅក្តៅឧណ្ហៗហ្នឹងស្អំនៅលើពោះរបស់ក្មេងផ្នែកខាងក្រោមផ្ចិតហ្នឹងការស្អំនេះគឺដើម្បីឲ្យសាច់ដុំអឺផ្លោកនោមរីកជួយឲ្យការបត់ជើងហ្នឹងស្រួលមានន័យថាចាប់ផ្ដើមមានផ្លូវឲ្យទឹកនោមចេញមកហើយទី3គឺឲ្យគាត់អង្គុយត្រាំឬដេកត្រាំក្នុងទឹកក្តៅឧណ្ហៗតែម្ដងអាចត្រាំក្នុងអាងក្នុងចានកធុនដាក់ឲ្យគាត់ត្រាំទៅឲ្យគាត់បត់ជើងនោមនឹងតែម្ដងហើយអត្ថន័យរបស់វាគឺដូចខាងលើដែរនឹងគឺជួយពង្រីកសាច់ដុំឡោកនោមដើម្បីឲ្យទឹកនោមងាយចេញមកងាយបត់ជើងណាហើយបើសិនជាការអនុវត្តហើយវិធី3នឹងហើយនៅតែមានប្រសិទ្ធភាពហើយវង6ទៅ8ម៉ោងហើយនៅចឹងដដែលឬក្មេងស្រីឈឺពោះផ្នែកខាងក្រោមហើយពោះហើមរឹងទីពួយគ្នានោះដែរគាត់ក៏ក្តៅខ្លួនហើយយំខ្លាំងមែនទែនពេលព្យាយាមបត់ជើងមកនឹងយើងត្រូវបញ្ជូនគាត់ទៅមន្ទីរពេទ្យឬក៏ទៅសេវាសុខាភិបាលដើម្បីគេពិនិត្យរកមូលហេតុឲ្យបានត្រឹមត្រូវក៏ដូចជាព្យាបាលគាត់ទាន់ពេលវេលាព្រោះតកតងទៅនឹងការទាស់នោមគឺមានមូលហេតុច្រើនណាស់ហើយមូលហេតុខ្លះក៏ធ្ងន់ធ្ងរមូលហេតុខ្លះក៏សាមញ្ញទៅអញ្ចឹងអឺដើម្បីព្យាបាលក៏ដូចជាដឹងថាមូលហេតុនោះធ្ងន់ធ្ងរមួយណាគឺត្រូវធ្វើការពិនិត្យក៏ដូចជាតាមដាននិងព្យាបាលនៅមន្ទីរពេទ្យហើយអរគុណសម្រាប់ការតាមដានវីដេអូជួយ like subscribe វីដេអូរបស់ខ្ញុំនិង channel របស់ខ្ញុំផងអរគុណ